សូមជូនរឿងយមលោកនិងទេវលោកអានិសង្សនិងទោសរបស់កុសលនិងអកុសលកម្មកាលព្រះបរមគ្រូសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីកាលនោះព្រះមហាមោគលានដ៏មានអាយុជាអ្នកមានឫទ្ធិច្រើនមានបំណងចង់ទៅមើលឋាននរកបានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធជាបរមគ្រូហើយក៏និមន្តទៅយមលោកពិនិត្យមើលស្ថានភាពទីកន្លែងនរកតាំងពីនរកតូចៗរហូតដល់នរកធំឈ្មោះអវជ័យជាដើមលោកនិមន្តទៅដល់ទីណាសត្វនរកក៏បានស្បើយទុកនៅក្នុងទីនោះដោយអំណាចឫទ្ធិរបស់ព្រះអង្គមហានរកឈ្មោះអវជ័យកាលបើព្រះមោគលាននិមន្តទៅដល់ហើយគំនរភ្លើងក៏វិនិច្ឆ័យបាត់អស់មានផ្កាឈូកប៉ុនកង់រទេះផុសឡើងលោកក៏គង់លើផ្កាឈូកនោះពួកសត្វនរកទាំងឡាយបានចូលទៅចោមរោមថ្វាយបង្គំសួរថាលោកម្ចាស់មុនមកអំពីទីណាព្រះមហាមោគលានលោកប្រាប់ថាអាត្មាមកពីឋានមនុស្សលោកសត្វនរកទាំងឡាយបានឮដូច្នោះហើយក៏ផ្ដាំទៅញាតិមិត្តរបស់ខ្លួនថាសូមលោកម្ចាស់ប្រាប់ដល់មេដាបេដាបុត្រភរិយាញាតិមិត្តរបស់ខ្ញុំបករណាផងខ្ញុំបករណាជាកូនជាឪពុកម្ដាយជាមីងមាធ្លាក់ទៅកើតនៅក្នុងនរកសោយទុក្ខវេទនាជាយូរយារណាស់មកហើយមានសេចក្តីនឹករលឹកមកជាខ្លាំងណាស់អាណិតធ្វើបុណ្យដាក់ទានឧទ្ទិសកុសលបញ្ជូនឲ្យផងព្រះមហាមោគលានបានទទួលដំណឹងនោះហើយក៏ត្រឡប់មកឋានមនុស្សលោកវិញមុននឹងត្រឡប់មកលោកបានយកភ្លើងអវជ័យនរកប៉ុនគ្រាប់ស្ពៃខ្ចប់នឹងជាជីវររបស់លោកដោយឫទ្ធិមកដល់ឋានមនុស្សលោកបានប្រកាសប្រាប់ញាតិមិត្តមាតាបិតារបស់សត្វនរកទាំងនោះតាមបណ្ដាំពួកមហាជនទាំងឡាយដែលត្រូវជាញាតិមិត្តរបស់សត្វនរកបានដឹងឮដូច្នោះហើយក៏យំសោកបោកខ្លួនតែសពប្រាណលុះបន្ទោបងនៅសេចក្តីសោកនោះហើយបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានមកថ្វាយតក្កិណាទានឧទ្ទិសកុសលបញ្ជូនផលទៅសត្វនរកទាំងនោះដោយអំណាចបុណ្យព្រះមោគលាននិងដោយសត្វនរកទាំងនោះមានចិត្តទន្ទឹងរង់ចាំទទួលផលផងក៏បានទទួលដូចបំណងពេលនោះសត្វនរកទាំងឡាយបានរួចចាក់ទុកតកើតនៅក្នុងឋានសួគ៌ជាច្រើនដូចមានបល័យនៅក្នុងគម្ពីរនោះថាតេនិរិយកសត្តាទុក្ខតាមុញ្ចន្តិតតោចវិទ្វាសកបតាំងពោរិយង្សុសត្វនរកទាំងនោះបានរួចចាក់ទុកបានតកើតនៅក្នុងឋានសួគ៌មីដេះដាស់ត្រៀបត្រាក្នុងពេលនោះព្រះមោគលានបាននិមន្តទៅកាន់ឋានសួគ៌ទៀតទៅពិនិត្យមើលភូមិភាគនិងសុខភាពរបស់ពួកទេវតានៅក្នុងឋានសួគ៌ទាំង6ជាន់បាននិមន្តទៅឈររានៅក្នុងឋានត្រៃត្រឹងពេលនោះពួកទេវតានៅក្នុងឋានសួគ៌ទាំង6ជាន់ក្តៅក្រហល់ក្រហាយនឹងចំហាយភ្លើងអវជ័យដែលខ្ចប់នឹងជាជីវរនោះគ្រប់គ្នាសកទេវរាជបានជ្រាបហេតុនោះហើយទៅប្រគេនសញ្ញាដល់ព្រះមោគលានយល់ថាទេវតាទាំងអស់ក្តៅក្រហាយដោយកំទេចភ្លើងដែលជាប់នឹងជាជីវររបស់អញទេតើបានជាឆ្លេឆ្លាយ៉ាងនេះលោកគិតថាភ្លើងប៉ុនគ្រាប់ស្ពៃនេះមានកម្លាំងក្តៅខ្លាំងណាស់បើអាត្មាអញចោលទៅលើផែនដីនឹងឆេះខ្ទេចទីអស់ចោលទៅក្នុងសមុទ្រនឹងរីងខាស់ទឹកសមុទ្រអស់ឥតសល់ចោលទៅឯដល់អាកាសនឹងរាំងភ្លៀងអស់12ឆ្នាំបើដូច្នោះមានតែអាត្មាអញយកទៅចោលនៅកន្លែងអវជ័យវិញក៏យកទៅចោលនៅក្នុងអវជ័យនោះទៅហើយនិមន្តទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូក្រាបទូលដំណឹងអំពីយមលោកនិងទេវលោកដោយសពគ្រប់ព្រះសម្ពុទ្ធទ្រង់ប្រារព្ធនៅហេតុនោះហើយក៏និទាននៅធម្មទេសនាដល់ពុទ្ធបរិស័ទទាំងឡាយថានហិធម្មោអហិធម្មោចៈឧភោសមវិបាកិណោអធម្មោនិរិយ៉ាងនេតិធម្មោបាបេតិសុគតੰសភាវៈពីរប្រការគឺកុសលធម៌មួយអកុសលធម៌មួយឲ្យផលមិនស្មើគ្នាអកុសលធម៌តែងនាំសត្វទៅនរកកុសលធម៌តែងនាំសត្វទៅកាន់ឋានសួគ៌លុះចប់ធម្មទេសនានេះហើយពួកពុទ្ធបរិស័ទទាំងឡាយបានលុះនៅមគ្គផលភិសម័យចំនួន 34,000 នាក់នៅក្នុងវេលានោះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ